មនុស្សមិនត្រូវមើងងាយមនុស្សទេហើយបើទោះជាទេវតាក៏មិនត្រូវមើងងាយមនុស្សដែរហើយបើទោះជាព្រះក៏មិនត្រូវមើងងាយមនុស្សដែរលើកលែងតែមនុស្សនោះគឺជាមនុស្សដែលមានអត្តចរិតមិនល្អឬជាមនុស្សដែលមានគំនិតមិនល្អពីព្រោះមនុស្សដែលមានអត្តចរិតមិនល្អនិងមនុស្សដែលមានគំនិតមិនល្អយើងដឹងថាជាមនុស្សដែលគ្មានកំណើតដែរនឹងមើងងាយទៅប៉ុន្តែបើក្រៅពីនេះឧទាហរណ៍ថាជាកូនក្មេងឧទាហរណ៍ជាអ្នកស្គមជាអ្នកធាត់ជាអ្នកក្រជាអ្នកដែលគ្នាមិនទាន់មានការចេះដឹងតិចតួចធ្វើការងារទូចតាចបោះសម្រាមឬក៏សូម្បីតែជនពិការគឺមិនត្រូវមើងងាយសោះឡើយថាហេតុអីបានជាមិនត្រូវមើលងាយដោយសារថានៅលើโลกនឹងគ្មានអ្នកណាអស្ចារ្យជាងអ្នកណាទេអ្វីដែលគេបានធ្វើកើតអ្វីដែលគេធ្វើមិនទាន់កើតនោះគឺដោយសារតែកលៈទេសៈខុសគ្នាគ្រួសារខុសគ្នាហេតុផលខុសគ្នាកត្តាដែលមានការពាក់ព័ន្ធខុសគ្នាស្រុកទេសទីកន្លែងកំណើតខុសគ្នាដោយសារកត្តាខុសគ្នាទាំងអស់នេះហើយដែលបានកំណត់នៅទង្វើផ្សេងដែលធ្វើឲ្យមនុស្សខុសគ្នាអញ្ចឹងក៏ធ្វើឲ្យលទ្ធផលខុសគ្នាយើងឧបមាមើលថាបើសិនជាបុគ្គលកដូចបុគ្គលខបុគ្គលខដូចបុគ្គលកដែលកើតមកក្នុងគ្រួសារហ្នឹងដូចគ្នាកលៈទេសៈដូចគ្នាកម្មចាស់កម្មថ្មីដូចគ្នាបរិយាកាសដូចគ្នាអ្វីផ្សេងទៀតដូចគ្នាអញ្ចឹងគឺដូចតែគ្នាហ្នឹងមិនខុសគ្នាទេប៉ុន្តែការដែលមនុស្សមានលទ្ធផលខុសគ្នាហ្នឹងគឺដោយសារតែកលៈទេសៈស្ថានភាពខុសគ្នាកលៈទេសៈស្ថានភាពខុសគ្នាទើបធ្វើឲ្យមនុស្សធ្វើទង្វើខុសគ្នាជួនកាលបុគ្គលម្នាក់ចាស់ជាងបុគ្គលម្នាក់កើតមុនបុគ្គលម្នាក់នៅក្នុងឱកាសមួយដែលអាចរកស៊ីបានក៏រកស៊ីបានលុយច្រើនជាងគេទៅក្នុងឱកាសនោះជួនកាលបុគ្គលម្នាក់នឹងទៀតកើតនៅកន្លែងល្អឪពុកម្ដាយនឹងល្អឬក៏ដីកន្លែងដែលគាត់កើតនោះវាមានជីជាតិឪពុកម្ដាយរបស់គាត់គ្រួសាររបស់គាត់ធ្វើស្រែធ្វើចម្ការទៅបានផលជាងបុគ្គលម្នាក់ទៀតដែលនៅវាលហោរស្ថានបើកត្តាផ្សេងដែលមានការពាក់ព័ន្ធដូចគ្នាមនុស្សដូចតែគ្នានឹងដូច្នេះហើយបានជាយើងមិនត្រូវមើលងាយនរណាម្នាក់ជាដាច់ខាតបើទោះជាគេស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយពេលហ្នឹងហេតុផលទី2បានជាយើងមិនត្រូវមើលងាយមនុស្សពីព្រោះអ្វីទាំងអស់វាមិនទាន់ដល់ទីបញ្ចប់នៅឡើយទេវាអាចថាបុគ្គលមួយបានចេញដំណើរមុនបុគ្គលម្នាក់ទៀតចេញដំណើរទៅតាមក្រោយដោយបញ្ហារាំងស្ទះណាមួយនោះវាក៏អាចថាបុគ្គលម្នាក់ទៀតជិតដល់ទីបុគ្គលម្នាក់ទៀតមិនទាន់ដល់ទីតែយ៉ាងណាវាមិនទាន់បញ្ចប់នៅឡើយទេឬថាបុគ្គលណាមួយបានលទ្ធផលឬដល់ទីបញ្ចប់ហើយបុគ្គលម្នាក់ទៀតមិនទាន់បានលទ្ធផលនិងដល់ទីបញ្ចប់នៅឡើយទេគាត់កំពុងតែកសាងក៏មិនមែនមានន័យថាគាត់ចាញ់ដែរវាគ្រាន់តែមានន័យថាគាត់កំពុងតែប្រណាំងនៅក្នុងផ្លូវណាផ្សេងមួយឬប្រណាំងនៅក្នុងផ្នែកផ្សេងណាមួយទៀតបើថាចេញដំណើរក្នុងថេរវេលាដូចគ្នាក្នុងលក្ខខណ្ឌដូចគ្នាហើយដល់ទីបញ្ចប់មួយដែលបានកំណត់ពេលវេលាដូចគ្នានោះកត្តាអ្វីផ្សេងទៀតគឺថាដូចគ្នាទាំងអស់ស្រាប់តែដល់ទីបញ្ចប់វាខុសគ្នាទើបយើងអាចសន្មតថាលទ្ធផលមនុស្សពីរនាក់នឹងខុសគ្នាតែទោះជាលទ្ធផលខុសគ្នាក៏ដោយក៏យោងទៅលើហេតុផលទី1ក៏នៅតែមិនអាចបញ្ជាក់បានដែរថាបុគ្គលណាម្នាក់គ្រាន់បើជាងបុគ្គលណាម្នាក់ផ្សេងទៀតវាគ្រាន់តែបញ្ជាក់ថាក្នុងកិច្ចការងារមួយហ្នឹងក្នុងពេលហ្នឹងបុគ្គលហ្នឹងធ្វើបានប៉ុណ្ណឹងបុគ្គលនេះធ្វើបានប៉ុណ្ណោះហេតុផលទី3នៅក្នុងខ្លួនមនុស្សយើងគឺថាមានអ្វីជាច្រើននៅក្នុងនោះយើងអត់ដឹងទេយើងគ្រាន់តែដឹងថាបើសិនជាបុគ្គលហ្នឹងគាត់នៅមានជីវិតរស់អ្វីអាចនឹងមានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់គាត់សូមកុំមើលងាយផ្កាភ្លើងទូចមួយឲ្យសោះវាក៏អាចដុតឆេះផ្ទះធំបានឬក៏ដុតទីក្រុងមួយទាំងមូលបានក៏សូមកុំមើលងាយកូនពស់ពឹសមួយតូចឲ្យសោះវាក៏អាចចឹកមនុស្សធំឲ្យស្លាប់បានឬក៏អាចចឹកសត្វធំឲ្យស្លាប់បានហើយក៏កុំមើលងាយមនុស្សដែលមានក្បាលឲ្យសោះពីព្រោះនៅក្នុងក្បាលរបស់មនុស្សអាចនឹងមានសក្តានុពលខ្លាំងក្លាអស្ចារ្យគ្រាន់តែគាត់មិនទាន់បានបញ្ចេញនៅក្នុងលក្ខខណ្ឌណាមួយនៅក្នុងកលៈទេសៈណាមួយនៅក្នុងពេលវេលាណាមួយតែប៉ុណ្ណោះដែលយើងមិនអាចមើលដឹងដោយភ្នែកទទេឬក៏យើងក៏មិនអាចមើលដឹងដោយគ្រាន់តែយកឧបករណ៍ពង្រីកឆ្លោះខួរក្បាលទៅឆ្លោះមើលថាខួរក្បាលហ្នឹងយ៉ាងម៉េចសូម្បីតែមនុស្សដែលវិកលចរិតក៏យើងមិនអាចមើលងាយបានជាដាច់ខាតពីព្រោះផែនដីនៅវិលអ្វីអាចមានការផ្លាស់ប្ដូរអ្វីគឺអាចក្លាប់ផ្ងាយើងមិនអាចសន្មតបានឡើយថាបុគ្គលនឹងចប់ហើយចប់លុះត្រាបុគ្គលនឹងស្លាប់បើបុគ្គលនៅមានជីវិតអ្វីក្នុងខ្លួនរបស់គាត់អាចនឹងមានការផ្លាស់ប្ដូរទាំងអស់ហើយអាចជាការផ្លាស់ប្ដូរដ៏អស្ចារ្យណាមួយកើតឡើងទៀតផងបើយល់ពីធម្មជាតិនេះយើងមិនអាចមើលងាយមនុស្សបានឡើយអ្នកដែលយល់ពីធម្មជាតិនេះមិនហ៊ានមើលងាយមនុស្សទេ
ពីព្រោះផែនដីអាចនឹងក្លាប់ផ្ងាជោគវាសនារបស់មនុស្សអាចនឹងមានការប្រែប្រួលហេតុផលទី4មនុស្សគ្រប់គ្នាទាំងអស់ដែលកើតមកពេលនេះដែលកើតមកដល់ប៉ុណ្ណឹងអាយុប៉ុណ្ណឹងហើយទទួលបានលទ្ធផលអញ្ចឹងគឺសុទ្ធសឹងតែជាការកំណត់នៃសកម្មភាពដែលសកម្មភាពនោះគឺមានទាំងសកម្មភាពក្នុងជាតិនឹងផងនិងសកម្មភាពដែលជាកម្មចាស់ផងហើយយើងមើលនឹងផ្នែកទទេអញ្ចឹងមិនដឹងថាមនុស្សនឹងបានកសាងអ្វីកន្លងមកនោះទេឥឡូវថាគាត់អាយុ50ឆ្នាំយើងមិនដឹងថាពេលគាត់កើតភ្លាមមកនឹងគាត់បានកសាងអ្វីខ្លះទេហើយយើងក៏មិនដឹងថាកាលពីគាត់ជាតិមុនកសាងអ្វីខ្លះនោះដែរតែកម្មរបស់គាត់ទាំងឡាយអាចនឹងកែប្រែអាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរនៅជោគវាសនារបស់គាត់តាមអំណាចនៃកម្មចាស់និងកម្មថ្មីហ្នឹងអាចនឹងធ្វើឲ្យអ្នកតូចក្លាយជាអ្នកធំអ្នកធំក្លាយជាអ្នកតូចសេដ្ឋីក្លាយជាអ្នកក្ររហាមអ្នកក្ររហាមក្លាយទៅជាសេដ្ឋីអ្នកខ្សោយអាចក្លាយទៅជាខ្លាំងអ្នកខ្លាំងអាចក្លាយទៅជាខ្សោយដូច្នេះហើយកុំបណ្ដោយឲ្យចិត្តខ្វាក់មកស្កាក់មកវិនិច្ឆ័យនៅដំណើរការរស់នៅនិងដំណើរការប្រព្រឹត្តទៅនៃជីវិតរបស់មនុស្សម្នាក់ៗឲ្យសោះបើពុំដូច្នោះទេការវិនិច្ឆ័យរបស់យើងនៅថ្ងៃនេះអាចនឹងក្លាយទៅជាក្តីអាម៉ាស់របស់យើងនៅថ្ងៃក្រោយ